សូមជូនរឿងតាចាស់និងប្រពន្ធក្មេងតាព្រឹមមានប្រពន្ធក្មេងហើយរូបស្អាតថែមទៀតគាត់ស្រឡាញ់ប្រពន្ធខ្លាំងណាស់ប៉ុន្តែនាងណយជាប្រពន្ធគ្មានចិត្តស្មោះត្រង់ជាមួយតាព្រឹមទេគឺនាងលួចមានសហាយជាមួយនឹងនាយព្រីតដែលនៅក្មេងដូចគ្នាហើយប្រើល្បិចឲ្យប្តីចាស់ទៅដើរសុំទានគេនៅឯស្រុកឆ្ងាយដើម្បីនាងមានពេលជួបគ្នាជាមួយនឹងនាយព្រីតដើរមកដល់កណ្ដាលព្រៃអស់កម្លាំងពេកតាព្រឹមក៏ឈប់សម្រាកហូបបាយក្រៀមនៅក្រោមដើមឈើរួចក៏ចុះទៅផឹកទឹកនៅក្នុងត្រពាំងតាព្រឹមភ្លេចចង់មកថង់បាយក្រៀមពេលនោះមានពស់វែកមួយលូនចូលទៅសំងំក្នុងថង់តាព្រឹមផឹកទឹករួចក៏ឡើងមកចងមាត់ថង់នោះមានរុក្ខទេវតាមួយអង្គមានចិត្តអាណិតតាព្រឹមក៏ស្រែកប្រាប់ជាពាក្យប្រស្នាថាណែតាបើថ្ងៃនេះតាទៅមិនដល់ផ្ទះទេតានឹងត្រូវស្លាប់កណ្ដាលផ្លូវតែបើតាទៅដល់ផ្ទះនោះប្រពន្ធតានឹងស្លាប់មិនខានតាព្រឹមលើកពាក្យរុក្ខទេវតាប្រាប់ដូច្នេះហើយភ័យខ្លាំងណាស់ព្រោះមិនយល់ពីពាក្យប្រស្នានេះលុះដើរទៅដល់ក្រុងមហានគរក៏ចូលទៅក្រាបសំពះព្រះពោធិសត្វដែលជាអ្នកប្រាជ្ញក្នុងព្រះនគរសូមឲ្យព្រះអង្គជួយស្រាយប្រស្នានេះឲ្យផងព្រះអង្គឮតាព្រឹមប្រាប់ក៏យល់គ្រប់យ៉ាងថាច្បាស់ជាមានសត្វពស់ក្នុងថង់បាយក្រៀមបើថ្ងៃនេះតាព្រឹមទៅមិនដល់ផ្ទះគាត់ត្រូវស្រាយថង់ហូបបាយហើយនឹងត្រូវពស់ចឹកស្លាប់តែបើគាត់ទៅដល់ផ្ទះនាងជាភរិយាត្រូវស្រាយថង់យករបស់ហើយក៏ត្រូវពស់ចឹកស្លាប់មិនខានទៅព្រះពោធិសត្វប្រាប់ឲ្យតាព្រឹមយកថង់បាយក្រៀមទៅស្រាយនៅទីវាលពេលនោះពស់ក៏លូនចេញមកយ៉ាងលឿនអ្នកភូមិនិងតាព្រឹមនាំគ្នាសរសើរប្រាជ្ញារបស់ព្រះពោធិសត្វហើយកោតគោរពព្រះអង្គខ្លាំងណាស់ព្រះពោធិសត្វសួរតាព្រឹមថាហេតុអ្វីបានជាខ្លួនចាស់ហើយនៅខំដើរសុំទានគេឆ្ងាយយ៉ាងនេះតាព្រឹមប្រាប់ថាគឺនាងជាភរិយាប្រើឲ្យធ្វើដូច្នេះព្រះអង្គប្រាប់តាព្រឹមថាបើទៅដល់ផ្ទះត្រូវចូលនៅពេលយប់ស្ងាត់ហើយតាកុំឲ្យទ្រព្យប្រពន្ធទាំងអស់គួរតែលាក់ទុកខ្លះព្រោះប្រពន្ធតាមិនស្មោះត្រង់ជាមួយតាទេតាព្រឹមទៅដល់ផ្ទះក៏យកប្រាក់ទៅកប់លាក់ទុកនឹងជើងសសររួចស្រែកហៅប្រពន្ធនាងណយកំពុងតែនៅជាមួយប្រុសសហាយពិតមែនពេលឮសំឡេងប្តីនាងភ័យណាស់ក៏បណ្ដោះសហាយឲ្យចុះទៅតាមបង្អួចហើយក៏បើកទ្វារឲ្យប្តីតាព្រឹមចាញ់កលមាយាប្រពន្ធក្មេងក៏ប្រាប់រឿងប្រាក់ដែលលាក់ទុកនាយព្រីតពូននៅក្រោមផ្ទះលុះបានឮហើយក៏លួចយកប្រាក់នោះអស់ព្រឹកឡើងតាព្រឹមទៅរកប្រាក់ស្រាប់តែបាត់អស់គាត់កើតទុក្ខស្ដាយទ្រព្យយ៉ាងខ្លាំងហើយក៏ធ្វើដំណើរទៅសុំឲ្យព្រះពោធិសត្វជួយព្រះអង្គប្រាប់ល្បិចឲ្យតាព្រឹមរៀបចំបាយម្ហូបទទួលសាច់ញាតិទាំងសងខាងចំនួន3ថ្ងៃហើយមួយថ្ងៃហៅតែ5នាក់ទេដើម្បីលាមាត់លាពាក្យដែលគាត់ធ្លាប់បានបន់ទេវតាពេលដែលភរិយាហៅភ្ញៀវមកហូបអាហារនោះត្រូវសម្គាល់មើល